បុរសម្នាក់ត្រូវបានមិត្តភក្តិរបស់គាត់បោកបញ្ឆោតឲ្យចិញ្ចឹមក្រពើប៉ុន្តែនៅពេលដែលគាត់ទៅដល់កណ្ដាលអាងចិញ្ចឹមក្រពើមិត្តភក្តិរបស់គាត់ដោយឆ្លៀតឱកាសពីការមិនយកចិត្តទុកដាក់របស់គាត់បានដកស្ពាននេសាទតែមួយគត់ចេញដោយឃើញក្រពើកំពុងហែមករកគាត់យ៉ាងលឿនជាងបានដឹងថាមិត្តភក្តិរបស់គាត់មានបំណងសម្លាប់គាត់បានរើបំណែកសាច់យ៉ាងលឿនហើយបោះវាទៅក្រពើដោយព្យាយាមតាក់ទាញពួកវាចេញប៉ុន្តែអាហារមិនគ្រប់គ្រាន់ទេពេលក្រពើមួយក្បាលហៀបនឹងឡើងច្រាំងជាងបានមើលជុំវិញហើយបានឃើញទូកតូចមួយនៅឆ្ងាយគាត់គិតថាគាត់អាចប្រើទូកដើម្បីរត់គេខ្លួនប៉ុន្តែមិត្តភក្តិរបស់គាត់បានចង់វារួចហើយដែលធ្វើឲ្យមិនអាចទាញគាត់ចុះបាននៅពេលនោះក្រពើមួយក្បាលបានមកជិតគាត់ដោយភ័យខ្លាចគាត់បានបោះសាច់ចុងក្រោយចេញយ៉ាងលឿនដោយព្យាយាមទិញពេលវេលាដើម្បីរកវិធីរត់គេខ្លួននេះគ្រាន់តែតាក់ទាញក្រពើបន្ថែមទៀតនៅពេលដែលជាងមានអារម្មណ៍អស់សង្ឃឹមគាត់ស្រាប់តែឃើញក្រពើនៅពីក្រោយគាត់តម្រង់ជួរដោយមិនស្ទាក់ស្ទើរគាត់បានប្រញាប់ប្រញាល់ទៅមុខបោះជំហានលើក្នុងក្រពើហើយបានទៅដល់ត្រើយម្ខាងនៃទន្លេដោយជោគជ័យបន្ទាប់ពីរត់គេខ្លួនរួចជាងចង់ចាក់ចេញឲ្យបានលឿនតាមដែលអាចធ្វើទៅបានប៉ុន្តែគំនិតនៃកាសតែត្រូវមិត្តរបស់គាត់សម្លាប់បានធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងគាត់បានសម្រេចចិត្តបង្រៀនមិត្តរបស់គាត់នៅមេរៀនមួយគាត់បានបោះសាច់ឈើមួយចំនួនធំចូលទៅក្នុងអាងទឹកតាក់ទាញក្រពើទាំងអស់នៅពេលដែលក្រពើដល់ច្រាំងជាងបានបើករបងឈើយ៉ាងលឿនហើយមើលពួកវាទៅរកខ្ទង់គាត់បានរត់ចេញទៅខាងក្រៅភ្លាមចាក់សាំងទាំងអស់ចេញពីធុងហើយដុតវាកាបទូមួយបានបន្លឺឡើងហើយមនុស្សនៅខាងក្នុងបានរត់គេចខ្លួនដោយភាពភ័យរន្ធត់ចាស់ហីដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានដឹងពីអ្វីដែលបានកើតឡើងនៅពេលដែលគាត់បានឃើញជាងលោតឡើងលើទូកល្បឿនលឿនគាត់បានបញ្ជូនមនុស្សឲ្យដេញតាមគាត់ភ្លាមប៉ុន្តែនៅពេលដែលពួកគេទៅដល់ច្រាំងជាងបានបើកទូកល្បឿនលឿនរបស់គាត់យ៉ាងលឿនរួចទៅហើយ